សេចក្តីប្រកាសព័ត៌មានលទ្ធផលនៃជំនួបទ្វេភាគីរបស់អាយដាមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកនាថ្ងៃទី26ខែឧសភាឆ្នាំ2026ក្នុងឱកាសចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអសបអាយដាមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងជំនួបទ្វេភាគីជំនួបក្រៅផ្លូវការនិងជំនួបគួរសមជាបន្តបន្ទាប់ប្រកបដោយផ្លែផ្កាជាមួយរដ្ឋមន្ត្រីការបរទេសនិងអិសរាជជនជាន់ខ្ពស់បរទេសជាច្រើនរូបជំនួបទាំងនេះត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងបន្ថែមទៀតនៅទំនាក់ទំនងទ្វេភាគីជំរុញកិច្ចសហប្រតិបត្តិការទៅវិញទៅមកនិងផ្លាស់ប្ដូរទស្សនៈលើបញ្ហាដែលជាកង្វល់រួមចំណុចលេចធ្លោនិងលទ្ធផលសំខាន់ៗនៃជំនួបទ្វេភាគីទាំងនេះមានដូចខាងក្រោម 1. សហរដ្ឋអាមេរិកអាយុដាមប្រាក់សុខុនបានជួបពិភាក្សាការងារទ្វេភាគីជាមួយអាយុដាម Michael George de Sombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកក្នុងជំនួបនេះភាគីទាំងពីរបានរំលឹកឡើងវិញចំពោះលទ្ធផលដ៏ផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់អាយុដាមឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកកាលពីខែមករាឆ្នាំ2026នៅរាជធានីភ្នំពេញអាយុដាមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីថាកម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីការទូតដ៏សកម្មរបស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី Donald Trump ក្នុងការសម្របសម្រួលចំនួនព្រំដែនកម្ពុជាថៃនិងការគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរសហរដ្ឋអាមេរិកបានលើកទឹកចិត្តឲ្យភាគីទាំងពីរគោរពតាមកិច្ចព្រមព្រៀងនេះឲ្យពេញលេញដើម្បីទប់ស្កាត់ការប៉ះទង្គិចគ្នាក្នុងជំនួបនោះសហរដ្ឋអាមេរិកបានសម្ដែងនូវសេចក្តីរីករាយចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជាសហរដ្ឋអាមេរិកនិងសកម្មភាពមនុស្សធម៌របស់កម្ពុជាចំពោះជនភៀសខ្លួនអាហ្គានីស្ថានបន្ថែមលើនេះសហរដ្ឋអាមេរិកបានកោតសរសើរកម្ពុជាយ៉ាងខ្លាំងចំពោះការបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតនិងការអនុម័តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា 2. សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានក្នុងជំនួបសម្ដែងការគួរសមជាមួយអាយុដាមឧបនាយករដ្ឋមន្ត្រីមូហាម៉ាត់អ៊ីសាក់ដារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានថ្នាក់ដឹកនាំទាំងពីរបានរំលឹកឡើងវិញនៅទំនាក់ទំនងជាប្រវត្តិសាស្ត្រនិងកោតសរសើរពីកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមកភាគីទាំងពីរបានពិភាក្សាអំពីការជំរុញរបៀបវារៈទ្វេភាគីរបស់ខ្លួននិងការចូលរួមក្នុងកិច្ចការអន្តរជាតិនៅពេលខាងមុខរួមទាំងកិច្ចប្រជុំកំពូល SCO ឆ្នាំ2027នៅប៉ាគីស្ថានព្រមទាំងជំរុញការផ្លាស់ប្ដូរទស្សនកិច្ចផ្លូវការជាន់ខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនៅពេលអនាគត 3. ព្រះរាជាណាចក្របារ៉ែនអាយដាមឧបនាយករដ្ឋមន្ត្រីបានជួបជាមួយអាយដាមអាឌូឡាធីហ្វប៊ីនរ៉ាស៊ីដអាល់ហ្សាយ៉ានីរដ្ឋមន្ត្រីការបរទេសបារ៉ែននិងបានរំលឹកពីជំនួបរវាងសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីជាមួយព្រះអង្គម្ចាស់រាជទាយាទសាលម៉ាន់ប៊ីនហាម៉ាត់អាល់កាលីហ្វាកាលពីខែឧសភាឆ្នាំ2025អំឡុងពេលកិច្ចប្រជុំកំពូល Second ASEAN GCC នៅទីក្រុងកូឡាឡាំពួរភាគីទាំងពីរបានឯកភាពជំរុញលទ្ធភាពឲ្យមានអនុសារណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរនិងបានថ្លែងអំណរគុណចំពោះការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ 4. សាធារណរដ្ឋអាហ្សេបៃសង់អំឡុងពេលជួបសម្ដែងការគួរសមជាមួយអាយុដាមជេហ៊ុនបេរ៉ាម៉ូវរដ្ឋមន្ត្រីការបរទេសអាហ្សេបៃសង់ភាគីទាំងពីរបានពិភាក្សាអំពីមធ្យោបាយដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅកិច្ចពិភាក្សាបានផ្ដោតលើសក្តានុពលដ៏ធំធេងដែលមិនទាន់បានទាញយកផលប្រយោជន៍ផ្នែកពាណិជ្ជកម្មជាពិសេសនៅក្នុងការកែច្នៃកសិផលនិងទេសចរណ៍ក៏ដូចជាលទ្ធផលនៃការចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ច 5. សាធារណរដ្ឋឆែកក្នុងជំនួបសម្ដែងការគួរសមជាមួយអាយដាម Peter Maxinka ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឆែកភាគីទាំងពីរបានសម្ដែងនូវការសាទរចំពោះខួបគម្រប់70ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនិងបានបញ្ជាក់សារជាថ្មីពីការបន្តពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏យូរលង់រវាងកម្ពុជាឆែក 6.
សាធារណរដ្ឋគុយបាឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជួបប្រជុំក្រៅផ្លូវការរយៈពេលខ្លីនិងប្រកបដោយភាពស្និទ្ធស្នាលជាមួយឯកឧត្តម Bruno Rodrigues Parilla រដ្ឋមន្ត្រីការបរទេសគុយបាដើម្បីពង្រឹងបន្ថែមទៀតនៅទំនាក់ទំនងការទូតរបស់កម្ពុជានិងបញ្ជាក់ជាថ្មីនៅការលើកកម្ពស់ចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ 7. សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នៅក្នុងជំនួបក្រៅផ្លូវការប្រកបដោយអត្ថន័យជាមួយឯកឧត្តម Gunther Griegbam រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកអឺរ៉ុបនៃប្រទេសអាល្លឺម៉ង់បានទទួលស្គាល់ពីសភាពធ្ងន់ធ្ងរនៃស្ថានភាពព្រំដែនកម្ពុជានិងប្រជាជនភាគសឹកភាគីអាល្លឺម៉ង់បានលើកឡើងពីបំណងចង់ធ្វើជាអ្នកសម្របសម្រួលដោយស្មោះត្រង់ដើម្បីរួមចំណែកដោះស្រាយបញ្ហានេះ 8. សាធារណរដ្ឋប៉ុកតូហ្គាល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជួបក្រៅផ្លូវការជាមួយឯកឧត្តម Paulo Rangel រដ្ឋមន្ត្រីការបរទេសប៉ុកតូហ្គាល់ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនៅទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរអង្វែងនៃប្រទេសទាំងពីរនិងបានសម្ដែងនូវការបដិញ្ញាចិត្តរួមគ្នាយ៉ាងមុតមាំក្នុងការធ្វើឲ្យរស់រវើកឡើងវិញនៅចំណងការទូតជំនួបនេះបានទទួលលទ្ធផលជាវិជ្ជមានជាមួយនឹងការចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នាស្ដីពីការពិគ្រោះយោបល់ទ្វេភាគីដើម្បីពង្រឹងបន្ថែមទៀតនៅទំនាក់ទំនងរវាងប្រទេសទាំងពីរហើយការចុះហត្ថលេខានេះក៏ទទួលបានការសាទរពីសំណាក់អគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ 9. អង្គការសហប្រជាជាតិក្នុងអំឡុងពេលជំនួបជាមួយឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានរំលឹកឡើងវិញនៅកិច្ចពិភាក្សារវាងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តមអគ្គលេខាធិការនៅទីក្រុងហ្សឺណែវកាលពីខែកុម្ភៈឆ្នាំ2026និងជំនួបរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រីនិងឯកឧត្តមអគ្គលេខាធិការកាលពីខែកញ្ញាឆ្នាំ2025កន្លងទៅឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះ UN Country Team ដែលបានគាំទ្រកម្ពុជាស្របនឹងអធិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ជាថ្មីនៅសារៈសំខាន់នៃការដោះស្រាយចំនួននានាដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិដោយឡែកនៅថ្ងៃទី27ខែឧសភាឆ្នាំ2026ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តមវ៉ាងយីសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្ដាលបកកុម្មុយនីសចិននិងជារដ្ឋមន្ត្រីការបរទេសចំណុចសំខាន់ៗនៃកិច្ចប្រជុំនេះរួមមានឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណភាគីចិនដែលបានអញ្ជើញឯកឧត្តមចូលរួមក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្រោមមូលបត្រការលើកកម្ពស់គោលបំណងនិងគោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិនិងការពង្រឹងប្រព័ន្ធអន្តរជាតិផ្ដោតលើអង្គការសហប្រជាជាតិដែលមានសារៈសំខាន់ក្នុងការលើកកម្ពស់សន្តិភាពសន្តិសុខស្ថិរភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ពិភពលោកឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះមិត្តចិនដែលបានយកចិត្តទុកដាក់ក្នុងការថែរក្សានិងព្យាបាលព្រះរាជសុខភាពព្រះករុណាព្រះមហាក្សត្រនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរភាគីទាំងពីររីករាយចំពោះលទ្ធផលកិច្ចប្រជុំលើកទី1នៃយុទ្ធសាស្ត្រ 2+2 រវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិនៃកម្ពុជានិងចិនកាលពីខែមេសានៅរាជធានីភ្នំពេញនិងការឯកភាពពង្រឹងកិច្ចប្រជុំនេះឲ្យឈានដល់កម្រិត 3+3 ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនយោបាយយោធានិងសន្តិសុខឲ្យកាន់តែស៊ីជម្រៅឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីចិនក្នុងការសម្រុះសម្រួលនិងសម្របសម្រួលឲ្យមានការឈប់បាញ់និងដំណោះស្រាយប្រកបដោយសន្តិភាពចំពោះចំនួនព្រំដែនកម្ពុជាថៃភាគីចិនបានបដិញ្ញាគាំទ្រដល់កម្ពុជាលើការផ្គត់ផ្គង់ប្រេងឧស្ម័ននិងជីកសិកម្មក្នុងអំឡុងពេលដែលកម្ពុជាកំពុងជួបការលំបាកផ្នែកសន្តិសុខថាមពលនិងកង្វះជីភាគីចិនក៏បានបញ្ជាក់ថានឹងត្រៀមរៀបចំទទួលដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាដែលគ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិននៅក្នុងឆ្នាំនេះតាមរយៈជំនួបទ្វេភាគីដ៏ទូលំទូលាយទាំងនេះកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់ខ្លួនក្នុងការអនុវត្តច្បាប់អន្តរជាតិការគោរពគ្នាទៅវិញទៅមកនិងការដោះស្រាយជម្លោះដោយសន្តិវិធីដើម្បីធានាបាននូវសន្តិភាពសន្តិសុខនិងស្ថិរភាពសម្រាប់តំបន់និងពិភពលោកថ្ងៃប្រហ័សពីកើតខែចេសឆ្នាំមមីអត្តស័កពុទ្ធសករាជ2570រាជធានីភ្នំពេញថ្ងៃទី28ខែឧសភាឆ្នាំ2026